ជំរាបសួរសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ផ្ទះគំរូវិឡាឥឡូវនេះយើងបានរៀបចំរួចរាល់ហើយ 100% ហើយថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាទាំងផ្នែកខាងក្នុងក៏ដូចជាផ្នែកខាងក្រៅតោះចំណងថាមានភាពស្រស់ស្អាតយ៉ាងណាអញ្ជើញទៅទស្សនាជាមួយនឹងនាងខ្ញុំទាំងអស់គ្នាមុននឹងយើងចូលទៅដល់ផ្នែកខាងក្នុងនាងខ្ញុំនឹងមកបង្ហាញនៅផ្នែកខាងក្រៅសិនចាជាមួយនឹងផ្ទះវិឡានេះនៅផ្នែកខាងក្រៅមានការរៀបចំជាមួយនឹងអាងហាយទឹកក៏ដូចជាសួនច្បារដ៏ស្រស់ស្អាតផងដែរទីទៅសម្រាប់ផ្ទះនេះគឺជាប្រភេទផ្ទះដែលមានទំហំដីធំទូលាយខ្លាំងហើយសម្រាប់ផ្នែកចំហៀងខាងក្រៅនេះយើងបានរៀបចំអាងហែទឹកហើយនៅសល់ space សល់ដីធំទូលាយទៀតដើម្បីមានភាពងាយស្រួលសម្រាប់បងដែលមានកូនតូចៗឬក៏មានសមាជិកគ្រួសារច្រើនអីមានគេថាទីធ្លាសម្រាប់ដើរលំហែកាយនៅជុំវិញផ្ទះអញ្ចឹងណាបងប្អូនចាហើយសម្រាប់ space ខាងនោះគឺជាបន្ទប់កញ្ចក់មួយដ៏ស្រស់ស្អាតដែលយើងអាចរៀបចំលក្ខណៈឈុតសឡុងមួយសម្រាប់ញ៉ាំតែញ៉ាំកាហ្វេអញ្ចឹងណាបងប្អូនលក្ខណៈជាខ្លាំងមែនទែនហើយសម្រាប់ផ្ទះវិឡាអិលនេះយើងបានរៀបចំជាលក្ខណៈបន្ទប់គេងអ្នកស្នាក់នៅមួយដូចជាតកង់ឡានបានរហូតដល់2បន្ទប់គេងទៀតបងប្អូនចានេះចាហើយនៅខាងមុខនេះមានសួនធម្មជាតិមួយដ៏ស្រស់ស្អាតចាហើយនៅខាងក្រោយនេះគឺយើងមានរៀបចំបន្ទប់តកង់ឡានក៏ដូចជាមេចង្ភើអីចឹងណាបងប្អូនចានឹងមានកន្លែងដាក់ម៉ាស៊ីនបោកគក់នៅនឹងទៀតចាលុយមែនតើតោះឥឡូវនេះមកមើលពីផ្នែកចំហៀងនៃផ្ទះវិឡាអិលមកខាងទៀតបងប្អូនចាវ៉ាវនេះបងប្អូនសួនច្បារធំទូលាយល្មមសម្រាប់បងដែលអាចរៀបចំគេថាសួនជុំវិញផ្ទះចឹងណាស្រស់ស្រាយមែនតើតោះឥឡូវនេះអញ្ជើញទៅទស្សនានៅផ្នែកខាងក្នុងផ្ទះជាមួយនឹងខ្ញុំទាំងអស់គ្នាវិញតោះ Let's go វ៉ាវគ្រាន់តែបើកទ្វារចូលមកក៏មានអារម្មណ៍ថាស្រស់ស្រាយមែនទែនបងប្អូនចាជាមួយនឹងបរិយាកាសក៏ដូចជាទីធ្លាកន្លែងទូភ្ញៀវគឺធំទូលាយខ្លាំងមែនទែនចាអាចរៀបចំជាលក្ខណៈឈុតសឡុងមួយធំអាចទទួលបានភ្ញៀវជាច្រើនផងដែរតែហើយនៅទល់មុខហ្នឹងក៏យើងមានរៀបចំជាលក្ខណៈទូតាំង TV ដ៏ទំនើបមួយហើយលម្អជាមួយនឹងគ្រឿងតាំងផ្សេងៗមកកាន់តែមានភាពស្រស់ស្អាតនិងទាន់សម័យចាហើយអ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះនៅផ្នែកចុងតដីយើងមានបន្ទប់គេងមួយចាសម្រាប់បងដែលមានម៉ាក់ប៉ាចាស់គឺត្រូវមកតែម្ដងចាបន្ទប់នេះយើងរៀបចំមានគេថាខ្នាតធំទូលាយហើយនៅមានបន្ទប់ទឹកមួយសម្រាប់ប្រើប្រាស់នៅខាងក្រោមនឹងផងដែរចាតែឥឡូវនេះទៅទស្សនានៅផ្នែកចំណុចសំខាន់មួយទៀតមកដល់កន្លែងចំណុចពិសេសមួយទៀតហើយបងប្អូនតាគ្នាចាគឺជាកន្លែងបរិវេណដាក់តុទទួលទានអាហារចាខ្នាតធំតែម្ដងចាហើយនៅជាប់ហ្នឹងក៏យើងមានលម្អដោយគ្រឿងតាំងផ្សេងចាទៅគឺស្អាតខ្លាំងមែនតើហើយមានបន្ទប់ទឹកមួយសម្រាប់ទទួលភ្ញៀវក៏ដូចជាកន្លែងដាក់ម៉ាស៊ីនបោកគក់បន្ថែមទៀតបងប្អូនចាឬក៏យើងអាចរៀបចំជាឃ្លាំងអីក៏បានដែរហើយនៅជាប់ហ្នឹងក៏មានជាលក្ខណៈផ្ទះបាយស្ងួតមួយចាគឺទំនើបខ្លាំងមែនតើនិយាយទៅសម្រាប់បងស្ត្រីគ្រាន់មកដល់កន្លែងនេះគឺក្តីសុខខ្លាំងហ្មងចានិយាយទៅគឺយើងមានរៀបចំទូលើក្រោមគឺស្អាតខ្លាំងមែនតើហើយយើងមានទ្វារសម្រាប់ចេញទៅខាងក្រៅទៀតណាតើឥឡូវនេះនិយាយទៅទស្សនានៅផ្នែកខាងលើចង់ដឹងថាផ្នែកខាងលើមានភាពស្រស់ស្អាតយ៉ាងណាតើវ៉ាវសម្រាប់កម្មចិន្តាបងប្អូនគឺស្អាតខ្លាំងមែនតើហើយកន្លែងនេះខ្ញុំស្រឡាញ់ខ្លាំងជាងគេតែម្ដងដោយសារតែលក្ខណៈជា hall អញ្ចឹងណាបងប្អូនហើយយើងលម្អជាមួយនឹង pool style បែបនេះមកកាន់តែមានភាពស្រស់ស្អាតនិងទាន់សម័យបន្ថែមទៀតចាឥឡូវនេះខ្ញុំបានឡើងមកដល់ជាន់ទី1ហើយចំពោះជាន់ទី1នេះមានរហូតដល់4បន្ទប់គេងនិង4បន្ទប់ទឹកហើយបន្ទប់គេងដែលនេះខ្ញុំត្រូវបង្ហាញជូនលោកអ្នកមុនគេនោះគឺបន្ទប់សមាជិកគ្រួសារទី1តោះតែនញ៉ាំបងប្អូនតោះចានិយាយទៅគឺបន្ទប់គេងគឺធំទូលាយស្អាតខ្លាំងមែនទែនបងប្អូនចាជាពិសេសមានការបែងចែកគេហៅថាកន្លែងទូសម្លៀកបំពាក់ផ្សេងក៏ដូចជាកន្លែងសិក្សាអីផ្សេងផងដែរហើយបន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកប្រើប្រាស់នៅក្នុងនោះផងដែរណាចាតែឥឡូវនេះអញ្ជើញទៅទស្សនាបន្ទប់គេងទី2ម្ដងវ៉ាវបន្ទប់គេងទី2នេះគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនគ្រាន់ចូលមកគឺមានថាការរៀបចំគឺមានភាពស្រាលខាឌីគ័រអញ្ចឹងណាបងប្អូនប៉ុន្តែគឺទំនើបទាន់សម័យចាហើយឥឡូវនេះទៅទស្សនាបន្ទប់គេងទី3បន្ថែមទៀតណាបងប្អូនចាវ៉ាវបងប្អូនអើយចាគ្រាន់តែមកដល់បន្ទប់គេងទី3នេះបងប្អូនចាកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀតជាមួយនឹងការរៀបចំដេគ័រចាគឺមានភាពស្រស់ស្អាតនិងប្រណិតខ្លាំងហើយខ្ញុំស្រឡាញ់ការរៀបចំដេគ័របែបនេះបងប្អូនចាយើងលម្អជាមួយនឹងគ្រឿងតុបតែងផ្សេងមកគឺកាន់តែមានភាពស្រស់ស្អាតនិងទំនើបខ្លាំងមែនទែនបាទឥឡូវនេះចេញទៅទស្សនានៅបន្ទប់គេងពិសេសមួយទៀតបងប្អូនចាគឺជាបន្ទប់គេងមេគ្រួសារជាទៅសម្រាប់បន្ទប់មេគ្រួសារពិសេសជាងគេបងប្អូនចានៅខាងមុខនេះយើងមានរៀបចំជាលក្ខណៈគេថាឈុតសឡុងមួយសម្រាប់អង្គុយលេងអញ្ចឹងណាចាឥឡូវនេះចេញទៅទស្សនានៅផ្នែកខាងក្នុងវិញម្ដងវ៉ាវបងប្អូនអើយបើកទ្វារមកគឺត្រជាក់ចិត្តតែម្ដងជាមួយនឹងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទប់មេគ្រួសារនេះគឺមានការរៀបចំបែងចែកបានល្អខ្លាំងមែនតើមានកន្លែងដាក់តាំងកាបូបផ្សេងកន្លែងដាក់សម្លៀកបំពាក់ផ្សេងគឺស្អាតខ្លាំងមែនតើមកដឹងថានិយាយថាម៉េចហើយនៅក្នុងហ្នឹងក៏យើងមានរៀបចំបែងចែកលក្ខណៈថាបន្ទប់ទឹកផ្សេងធំទូលាយមែនតើចាមានកន្លែងងូតទឹកផ្សេងដូចជាកន្លែងបដៃបត់ជើងផ្សេងអញ្ចឹងណាបងប្អូនគឺស្អាតខ្លាំងបងប្អូនចាកន្លែងបន្ទប់គេបងប្អូនចាគឺកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀតជាមួយនឹងការរៀបចំក្រែគេងយ៉ាងប្រណិតចាគឺស្អាតខ្លាំងបងប្អូនចាហើយមាននៅចំជើងនេះយើងរៀបចំកន្លែងទូតាំង TV ទៀតសម្រាប់លក្ខណៈថាអង្គុយមើល TV ជាមួយដៃគូនិយាយទៅគឺស្រស់ស្រាយមែនតើហើយសម្រាប់បងប្អូនតាគ្នាមានជាចំណាប់អារម្មណ៍ទៅលើប្រភេទផ្ទះវិឡាអិលនេះអាចសាកសួរព័ត៌មានលម្អិតបន្ថែមនៅក្នុង page បានអរគុណច្រើនជម្រាបលាបាយ
បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល